Tuesdayអ្នកទាំងអស់គ្នាសុខសប្បាយជាទេបាទបាទថ្ងៃនេះថ្ងៃអាទិត្យណាបាទហើយមានកម្រងទៅលេងណាដែរទៅដល់ណាបាទបើអត់មានទេមកទៅភ្នំម្ដុំជាមួយក្រុមគ្រួសារខ្ញុំទាំងអស់គ្នាបាទពេលមិនដឹងទេខ្ញុំតាមពិតទៅខ្ញុំមិនចង់ថតជាវីដេអូអីទេថតនេះគឺគាត់ថតទុកមើលអត់ចង់បង្ហាញទេប៉ុន្តែដោយសារតែខ្ញុំទៅរាល់ដងណាมันមានមនុស្សច្រើននេះដូចអញ្ចឹងទេថ្ងៃនេះចង់ទៅមនុស្សច្រើនមែនតើបាទអត់ត្រង់ទាញកាមេរ៉ាថតបានទេភ្ញៀវក៏ច្រើនណាហើយមានអ្នកលក់នេះក៏ច្រើនដែរអ្នកគេក៏លក់យើងក៏លក់អ្នកខ្លះលក់នំអ្នកខ្លះលក់បាយអ្នកខ្លះលក់ហូបសឡអ្នកខ្លះលក់ផ្អែមលក់ផ្លែឈើបន្លែបកាយអញ្ចឹងណាបាទអញ្ចឹងសូមនិយាយអំពីភ្នំអន្តរទេសទេភ្នំអន្តរហ្នឹងគឺនៅឆ្ងាយពីរាជធានីភ្នំពេញទេប្រហែលជាប្រហែលជា40គីឡូពីរាជធានីភ្នំពេញទៅផ្នែកខាងជើងបាទទៅតាមវិទ្យាល័យ5ទៅក៏បានទៅតាមផ្លូវបសិទ្ធហើយកាច់ទៅផ្លូវ51ចូលផ្លូវក្នុងក៏បានដែរបាទនេះផ្សារមកគេខ្ញុំទៅហ្នឹងប្រហែលជាម៉ោងដល់ម៉ោង11ទៅម៉ោង11កន្លះចំម៉ោងបាយមែនដែរអ្នកនរគ្នាអើយនំគេធ្វើឆ្អិនស្រាប់ក៏មានអាចឆ្អិនហើយក៏មានបុកប្រសាំងបុកបាទខ្យងចំហុយខ្មុំអាំងទឹកខ្មុំបាំងកែបបោកនេះមានច្រើនណាស់ឆ្វេងដៃក៏ឃើញស្ដាំដៃក៏ឃើញមានតាំងកន្ទួតព្រៃទៀតណាបាទអញ្ចឹងថាយើងជួយគ្រប់គ្រងផលិតផលក្នុងស្រុករបស់យើងទៅកសិផលក្នុងស្រុកយើងជួយសេដ្ឋកិច្ចយើងហើយពិសេសដំណើរកំសាន្តមានហ្នឹងនៅតំបន់ទេសចរខ្មែរយើងទៅបានចរន្តលុយវិលបាទអ្នកសេដ្ឋកិច្ចថាអញ្ចឹងខ្ញុំចេះនិយាយដែរបាទបាទមិនអាចភ្លេចបានទេនេះមិត្តភ័ក្តិរបស់ខ្ញុំមកតែមកដល់ហ្នឹងគឺអាកោខ្នោតឆ្ងាញ់ណាស់នៅកន្លែងគាត់ហ្នឹងគឺដាច់ខ្លាំងមែនតើសូត្រទីក៏បានដាក់ដូងក៏បានបានចំហុយក្តៅឲ្យឈរចាំយូរមកបាននេះខ្ញុំថាអត់ខុសទេជួបដិតចាស់របស់ខ្ញុំណាកម្មវិធីឆ្នាំ1996ខ្ញុំស្គាល់គាត់រៀននៅវិទ្យាល័យអ្នកភូមិមួយគ្នាបាទឥឡូវដល់ពេលវេលាសំខាន់ហើយអ្នកនរគ្នាចង់ឲ្យខ្ញុំហាញអីអត់តោះនេះបាទអាភាឬស្រីភាណានៅជើងភ្នំនឹងកើតជានៅនឹងហ្មងហើយខ្ញុំនោះពីក្មេងមកលេងឆ្នាំម្ដងមកលេងហើយដល់ទៅដល់ខែច្រូតស្រូវទុំអញ្ចឹងឪពុកគាត់នឹងហៅម្ដាយខ្ញុំមកយកស្រូវកស្រូវថ្មីបាទកស្រូវថ្មីយកទៅបបរទូទានអីចឹងបញ្ចូលថ្មីហើយគ្រូសាគាត់ហ្នឹងគឺធ្វើនំនេះប្អូនគាត់លក់កាហ្វេលក់អីចឹងទៅនេះហៅនំចកើគាត់លុយមិញលែចូលផ្ទះនេះឆ្អិនហើយឆ្អិនហើយបាទខ្ចប់ចែកអស់ណាគាត់ក៏មានលក់ដុំនិងលក់រេផងដែរបាទអរគុណនេះក្រុមគ្រួសាររបស់គាត់ជួបគ្នានៅវីដេអូក្រោយទៀត